សូមគោរពនឹងជំរាបសួរបងប្អូនទាំងអស់គ្នាដែលនិយមតាមដានស្ដាប់បាទនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំបាទនៅក្នុងថ្ងៃនេះយើងខ្ញុំក៏បានដកស្រង់ទៅនឹងអត្ថបទសុខភាពមួយទៀតដើម្បីចែករំលែកទៅដល់បងប្អូនឲ្យបានដឹងតាក់ទងទៅនឹងការញ៉ាំទឹកក្តៅគឺផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យបាទចំពោះសុខភាពបាទអញ្ចឹងបងប្អូនយើងដឹងណាបាទការញ៉ាំទឹកច្រើនគឺបានផ្ដល់អត្ថប្រយោជន៍ច្រើនបាទសម្រាប់សុខភាពរបស់យើងទាំងអស់គ្នាផងដែរបាទអរគុណហើយអត្ថបទសុខភាពនេះយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យបាទដើម្បីចែករំលែកទៅដល់បងប្អូនឲ្យបានដឹងបាទហើយដូច្នេះសូមបងប្អូនទាំងអស់គ្នាមកតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំអំពីការញ៉ាំទឹកក្តៅផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យ7យ៉ាងបាទចំពោះសុខភាពទឹកមានសារៈសំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សយើងគ្រប់រូបហើយក្នុងមួយថ្ងៃគឺយើងគប្បីញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន8កែវពិតណាស់ការញ៉ាំទឹកក្តៅអ៊ុនៗនិងទឹកក្តៅផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទៅដល់សុខភាពរាងកាយលើសពីការរំពឹងទុកដូច្នេះហើយបងប្អូនគប្បីចាប់ផ្ដើមទម្លាប់ញ៉ាំទឹកក្តៅជំនួសឲ្យការញ៉ាំទឹកត្រជាក់ជារៀងរាល់ថ្ងៃទៅជាការប្រសើរអត្ថប្រយោជន៍ទាំង7យ៉ាងនៃការញ៉ាំទឹកក្តៅចំណុចទី1សម្រកទម្ងន់ទឹកក្តៅអាចជួយទ្រទ្រង់ដល់ការធ្វើមេតាបូលីសដែលចាំបាច់សម្រាប់អ្នកព្យាយាមសម្រកទម្ងន់វិធីសាស្ត្រដ៏ល្អបំផុតគឺចាប់ផ្ដើមការធ្វើមេតាបូលីសនៅពេលព្រឹកដោយការញ៉ាំទឹកក្តៅអ៊ុនៗជាមួយនឹងក្រូចឆ្មាចំណុចទី2តឹងច្រមុះនិងបំពង់កទឹកក្តៅអាចជួយដោះស្រាយបញ្ហាផ្ដាសាយក្អកនិងឈឺបំពង់កបានយ៉ាងមានប្រសិទ្ធភាពវាអាចរំលាយស្លេសនិងជួយកម្ចាត់ស្លេសចេញពីផ្លូវដង្ហើមបន្ថែមពីនេះវាក៏អាចកាត់បន្ថយអាការៈឈឺបំពង់កផងដែរចំណុចទី3ការចុកពោះពេលមករដូវជាមួយគ្នានេះដែរទឹកក្តៅអាចជួយកាត់បន្ថយអាការៈចុកពោះនៅពេលមករដូវកម្ដៅនៃទឹកអាចជួយឲ្យសាច់ដុំពោះមានភាពធូរស្រាលនិងជួយព្យាបាលបញ្ហាចុកពោះនិងការកន្ត្រាក់សាច់ដុំចំណុចទី4បន្សាបជាតិពុលក្នុងរាងកាយបន្ថែមពីនេះទឹកក្តៅក៏អាចបន្សាបជាតិពុលចេញពីរាងកាយបានផងដែរនៅពេលយើងកំពុងញ៉ាំទឹកក្តៅសីតុណ្ហភាពនៅក្នុងរាងកាយនឹងចាប់ផ្ដើមកើនឡើងជាហេតុបណ្ដាលឲ្យយើងបែកញើសកត្តានេះអាចជួយបណ្ដេញជាតិពុលនិងសម្អាតរាងកាយបានយ៉ាងមានប្រសិទ្ធភាពចំណុចទី5បង្ការភាពចាស់មុនវ័យទន្ទឹមនឹងនេះដែរការញ៉ាំទឹកក្តៅអាចជួយជួសជុលកោសិកាស្បែកដោយបង្កើនភាពយឺតនៃស្បែកដូចនេះហើយនៅពេលដែលយើងញ៉ាំទឹកក្តៅជាប្រចាំស្បែករបស់យើងនឹងចាប់ផ្ដើមទន់ល្មើយជាងមុនចំណុចទី6បង្ការការកើតមុនពិសេសជាងនេះទៅទៀតការញ៉ាំទឹកក្តៅក៏អាចជួយសម្អាតរាងកាយបានយ៉ាងជ្រៅនិងអាចកម្ចាត់ឫសគល់នៃការបង្ករោគដែលទាក់ទងទៅនឹងការកើតមុនថែមទៀតផងចំណុចទី7ជួយឲ្យសក់មានសុខភាពល្អការញ៉ាំទឹកក្តៅក៏អាចជួយឲ្យសរសៃសក់ទន់ល្មើយព្រមទាំងភ្លឺរលោងនិងផ្ដល់ថាមពលដល់សរសៃប្រសាទនៅក្នុងឫសសក់ដែលមានគុណប្រយោជន៍បង្កើនភាពរឹងមាំដល់សរសៃសក់និងជួយឲ្យសក់មានសុខភាពល្អព្រមទាំងជំរុញដល់ការលូតលាស់នៃសក់បាទអស់លោកស្រីបងប្អូនទាំងអស់គ្នាបាទនេះគឺជា7ចំណុចដែលតាក់ទងទៅនឹងការញ៉ាំទឹកក្តៅហ្នឹងគឺមានគុណប្រយោជន៍ដ៏អស្ចារ្យបាទសម្រាប់សុខភាពរបស់បងប្អូនយើងណាបាទហើយចំពោះអត្ថបទសុខភាពនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមតែប៉ុណ្នេះហើយអត្ថបទនេះដែរយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីចែករំលែកទៅដល់បងប្អូនឲ្យបានដឹងបាទអំពីអត្ថប្រយោជន៍របស់ទឹកក្តៅបាទអរគុណហើយមួយវិញទៀតសម្រាប់បងប្អូនដែលចូលរួមតាមដានស្ដាប់និងទស្សនានៅក្នុង Channel របស់យើងខ្ញុំបើសិនជាបងប្អូនពុំទាន់បានចូលរួមជួយចុច Subscribe ទេអញ្ចឹងបងប្អូនជួយចូលរួមចុចម្នាក់មួយដើម្បីទទួលបានទៅនឹងអត្ថប្រយោជន៍ថ្មីៗពី Channel របស់យើងខ្ញុំបាទហើយក៏អរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលតាមដានស្ដាប់តាំងពីដើមរហូតមកដល់ចប់បាទអរគុណសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា